iOS ផ្លូវការ 26.3 បានចេញគ្រប់ iPhone ហើយសម្រាប់ iPhone ដែល support ជាមួយនឹង iOS 26 បងប្អូនយើងអាចក៏លេចមើលបាននៅក្នុង setting នៃ iPhone របស់បងប្អូន version នេះពុំមានអ្វីប្លែកទេហើយបើសិនជាបងប្អូនយើងបានប្រើប្រាស់ beta រួចទៅហើយបាទអញ្ចឹង version beta យ៉ាងម៉េច version នេះគឺយ៉ាងហ្នឹងនៅក្នុង setting វាមានមុខងារថ្មីមួយបាទអញ្ចឹងបើសិនជាបងប្អូនយើងធ្វើការចុចកន្លែង general នេះទាញចុះក្រោមគេហើយយើងចុចកន្លែងពាក្យ reset transfer or reset នេះបងប្អូននឹងឃើញថាមាន setting មួយដើម្បីធ្វើការផ្ទេរទិន្នន័យរបស់យើងទៅកាន់ទូរស័ព្ទដៃ Android យើងចុចនៅលើហ្នឹងទៅវានឹងឲ្យយើងធ្វើការ scan QR code ហើយក៏ដូចជាបន្តការ process ឡើងជាដើមបាទអញ្ចឹងគឺជា setting មួយដែលយើងអាចធ្វើការផ្លាស់ប្ដូរពី iPhone ទៅកាន់ Android ក្នុងករណីណាបើសិនជាបងប្អូនយើងធ្វើការផ្លាស់ប្ដូរទូរស័ព្ទបន្តមកទៀតគឺពាក់ព័ន្ធទៅនឹងការ optimization បងប្អូនយើងកើតក្រោយពេល update ទៅវាមានសភាពស្ទុះល្អជាងមុនបាទអញ្ចឹងការប៉ះបញ្ជារលូនល្អជាងមុនជាពិសេសគឺនៅលើ iPhone គេហៅថាអេក្រង់ 120Hz តែម្ដងអញ្ចឹងវាមានលក្ខណៈរអិលមែនទែនចង់និយាយថា smooth ណាហើយការឡើងកម្ដៅវារៀងបានកាត់បន្ថយបាទអញ្ចឹងនៅលើ beta version ខ្ញុំបានចេញវីដេអូមួយផងដែររៀងឡើងកម្ដៅខ្លាំងអញ្ចឹងឥឡូវហ្នឹងក្រោយពេលខ្ញុំបាន update ទៅកាន់ version official ហ្នឹងណាអញ្ចឹងការឡើងកម្ដៅពុំសូវមានទេទាំង iPhone 12 Pro Max និង iPhone 17 Pro Max សម្រាប់បងប្អូនយើងដែលមាន iPhone សេរីចាស់ហើយបានសួរថាតើយើងគួរឡើងទៅអត់បាទអញ្ចឹងខ្ញុំគិតថាវាជា version ផ្លូវការបងប្អូនយើងអាចឡើងទៅបានពុំមានហានិភ័យអីទេតែបើថាបងប្អូនយើងមិនចង់ឡើងក៏ពុំមានបញ្ហាអីដែរអញ្ចឹងណាតែបើថាសួរខ្ញុំគួរឡើងអត់បាទអញ្ចឹងយើងគួរតែឡើងទៅដើម្បីធ្វើការឡើងវាបងប្អូនធ្វើម៉េច connect ទៅកាន់អ៊ីនធឺណិតយើងមក Wi-Fi ហើយយើងមាន memory ឲ្យច្រើនតិចមកណាដែលយើងសល់ហើយយើងចូលកន្លែង setting ទៅហើយបងប្អូនយើងមើលកន្លែងពាក្យ software update អញ្ចឹងយើងចុច update ទៅសម្រាប់ iPhone ចាស់បាទអញ្ចឹងពុំធំសូវប្រហែលទេបាទអញ្ចឹងនេះគឺជា file ដែលខ្ញុំបាន screenshot បាទអញ្ចឹងទំហំត្រឹមតែ 3G តែប៉ុណ្ណោះនៅលើ iPhone 17 Pro សំទោស12 Pro Max សម្រាប់ iPhone ថ្មីវាអាចធំជាងហ្នឹងពីព្រោះគេហៅថាវាមានមុខងារពិសេសច្រើនបាទអញ្ចឹងដូចជា Apple Intelligence របស់គេហើយបើសិនជាបងប្អូនយើងនិយាយពី Apple Intelligence នោះបាទអញ្ចឹងនៅលើ iPhone ឥឡូវហ្នឹងខ្ញុំឃើញថាវា space ធំជាងមុនពីមុនមកវា IC ដល់ 11G អីណោះបាទអញ្ចឹងឥឡូវក្រោយពេលខ្ញុំចូលឆែកមើលទៅសូមចុចកន្លែង iOS ហ្នឹងមកបាទអញ្ចឹង Apple Intelligence ស៊ីតែ7សំទោស 6G ជាងទេបងប្អូនយើងឃើញណាហើយ iOS ស៊ី 13G ហើយ total size ទាំងគេហៅថា iOS និង Apple Intelligence ហ្នឹង AI ហ្នឹងគឺ 20G ជារួមបើអញ្ចឹងនៅលើ version នេះគឺដូចទៅនឹង beta មុនអញ្ចឹងសម្រាប់បងប្អូនយើងដែលបានប្រើ beta រួចទៅហើយបងប្អូនយើងមិនចាំបាច់ស្វែងរកមុខងារថ្មីអីទេពុំមានទេបងប្អូនយើងអញ្ចឹងយ៉ាងម៉េចអា beta យ៉ាងម៉េចគឺអា public version ហ្នឹងគឺយ៉ាងហ្នឹងបាទអញ្ចឹងវាជា version ពីមុនមកគេហៅថា RC ឥឡូវហ្នឹងគឺជា version official អញ្ចឹងទៅដូចខ្ញុំនិយាយច្រើនដងហើយបើអា beta ហ្នឹងយ៉ាងម៉េចអានេះក៏វិញចឹងដែរអញ្ចឹងណាហើយនិយាយរឿងថ្មយើង update ចុះឡើងទៅបាទអញ្ចឹងឥឡូវគឺសល់ 100% ធម្មតាទេសម្រាប់ iPhone 17 Pro Max អញ្ចឹងឃើញថាវាជាសញ្ញាល្អដែរដែលប្រើច្រើនខែមកហើយថ្មនៅ 100% ដដែលយើងនិយាយទៅលើគុណភាពថ្មដែលយើងនិយាយថា battery health បងប្អូនឃើញណាអញ្ចឹងនេះគឺជាវីដេអូនិយាយអំពីការ update ទៅលើ iOS version ចំនួនចុងក្រោយបើសិនជាបងប្អូនសួរថាគួរឡើងអត់ឡើងទៅបាទអញ្ចឹងវាជា official version ទេវាមិនមែនជា beta ទេអញ្ចឹងណាហើយបើថាបងប្អូនយើងបារម្ភមានបញ្ហាហើយបើគិតថាខ្ញុំនៅ version ហ្នឹងគឺអូខេហើយអញ្ចឹងមិនបាច់ឡើងក៏បានដែរតាមចិត្តបងប្អូនទេណាតែបើថាសួរខ្ញុំគួរណែនាំទៅ recommend ឡើងអត់បាទខ្ញុំ recommend ឲ្យធ្វើការឡើងហើយបើថាមាន iPhone ថ្មីកាន់តែពិសេសទៀតផងឡើងទៅចំនួនចុងក្រោយទៅហ្នឹងហើយអរគុណយ៉ាងនេះគឺជាអ្វីខ្ញុំចង់ចែករំលែកនៅក្នុងវីដេអូនេះសង្ឃឹមបងប្អូនចូលចិត្តជួបគ្នានៅឱកាសក្រោយបាយបាយ